ngày nắng mà thưa thực tây cái lộc mà chu tam bẹp áp bị chôn nó bông ồn hạt ấy có thà áp bị chôn nè bông ồn miền đam hạt bao kê nè lồng pe ní hả ban nhang của pe như đi cứ bị xe bút tha và bả rô khlang nè từng miền bờ một tép bẹp để bắt tập bộ mà tiết nhom nơi xa này ha cùng rô ban hộp lưu chiết năng nè người nông trong nhâm khlang á thưa nhâm mà đồn từ ôi nói chuyện nè chú phép nếp phía trên lụa tận nơi khát nơi còng tề bắt tam với thi thưa mình chỉ bảo bà tay nghi mình tên hai kêu kêu thưa với nhá nghi sưu rô husman hư từ sai năng là tôi chặt hôi cái mình lụa đai dùng vô mà còn lọc mình than cho mùi cặp như tê cho môi smile vậy tôi cho mùi mà chu cục đặt cho mùi ấy cái tơ đai sầm khăn tật trai những thưa màu chinh ảnh bảo bóng ôn trong thưa lụa với nhá rồi tận nghi sưu tê này luôn hao vậy mình kêu nhẹ nhảy tràn tê bảo mà tê tơ cam mà tê khăm mà tê đai niếng nâng tâm so sầm khăn kêu thưa tật trai với nghi để bỏ chơi chơi trong ôn mìnhแต่ Scott not ខ្មែរមកគ្រៀមប្រៃផ្អែមកចាប់នេះតែងនៅផ្សារមកកញ្ចប់ 1500 ធ្វើញ៉ាំ3ពោះហើយបើថាមានបកាគ្រៀមយៈហើយនឹងមកតសៃប្រៃផ្អែមដាក់តាមរោងការនេះទៀតកាន់តែពិសេសទឹកត្រីបងប្អូនរើសយកមើលទឹកត្រីណាដែលឈ្ងុយតិចមកធ្វើទឹកត្រីនោះបងប្អូនទោះជាកាពីរបស់យើងតែងមកទុយល្មិចល្មាក់ចាត់ជូរយ៉ាងណាក៏ដោយតែក្លុកចូលជាតិទៅឆ្ងាញ់បៃតាឆ្ងាញ់ហើយជាដំបូងយើងយកទឹកឆៅកន្លះចានដែកមកให้ថែមវល់2 3 ស្ព្រាបាយកូរចូលជាមួយនឹងទឹកឆៅនឹងឲ្យវារលាយសព្វចូលគ្នាសឹមយើងមកចិត្តកពិញរិចហើយការចិត្តនេះយើងគួរតែយកកបិតមុខ2មុខរៀងធំបន្តិចចិត្តឲ្យដោយសបករៀងក្រាស់តិចមកចាំយកទៅត្រាំទឹកអំបិលដើម្បីកាត់ជាតិជ័រកុំឲ្យវាខ្មៅទុកចោលមកស្ទុះសិនទៅយើងមកលាយទឹកត្រីស្ករត្នោតខ្មែរយើងរើសមើលឲ្យល្អលេខ1បងប្អូនមានក្លិនឈ្ងុយណាខ្ញុំដាក់ស្ករត្នោត1គីឡូទឹកត្រី1លីត្រវិធីលាយងាយស្រួលជាដំបូងយើងដាក់ស្ករអស់មកហើយចាក់ទឹកត្រីចូលមកបន្តិចសិនកូរស្ករឲ្យរៀងរលាយតិចហើយចាំយើងចាក់ទឹកត្រីចូលមកទាំងអស់ធ្វើអញ្ចឹងអត់ខាតពេលទេលឿនតែម្ដងទឹកត្រីហើយនឹងស្ករនេះណាបើសិនជាយើងយកវាទឹកកម្ដៅលើភ្លើងវាអត់សូវឈ្ងុយដូចយើងធ្វើឆៅចេះទេយើងធ្វើអញ្ចេះហើយបានក្លិនស្រស់ល្អណាស់បងប្អូនគ្រឿងគោលសំខាន់បំផុតណាគឺយើងត្រូវរើសយកទឹកត្រីដែលឈ្ងុយហើយស្ករត្នោតខ្មែរចំបានធ្វើទៅវាមានក្លិនឈ្ងុយទឹកត្រីនិងស្ករនឹងមកតែម្ដងកូរឲ្យវារលាយសព្វចូលគ្នាចឹងហើយយើងដាក់កំពឹសក្រៀមនេះ2 កញ្ចក់ក៏បាន3 កញ្ចក់ក៏បានដែរតាមការចូលចិត្តនិយាយមែនណាបងប្អូនទៅពេលយើងកូរវាដាក់លេខគ្រឿងអស់ហើយចឹងក្លុនឡងឈ្ងុយទៅឡងសៀវទៅមាត់ហ្មងចូលឆ្នាំនេះហ่าជប់បងប្អូនគ្នាច្រើនដល់យើងធ្វើទឹកត្រីទឹកកន្លុកមកជូរញ៉ាំមិនដឹងឆ្ងាញ់សប្បាយយ៉ាងណាឯណោះហើយទឹកត្រីដែលយើងធ្វើនេះបងប្អូនមិនមែនទុកតែមួយថ្ងៃខូចទេចង់ទុកដល់កន្លះខែក៏នៅតែងុំជាតិឈ្ងុយឆ្ងាញ់ដែរឥឡូវនាំបងប្អូនទៅមើលអំបិលម្ទេសអ្នកបាត់ដំបងម្ដងមើលអំបិលម្ទេសនេះមានប្រៃមានផ្អែមតែភាគច្រើនគឺគេដាក់ម្ទេសច្រើនហ្មងសក៏ប្រើច្រើនដែរហើយដាក់ទឹកសបកចឹងពេលយើងបុកយើងដាក់អំបិលចូលមួយស្ព្រាបាយមកដើម្បីកុំឲ្យខ្ទឹមហើយនឹងម្ទេសវាខ្ចាយមកក្រៅអំបិលម្ទេសពេលដែលយើងដាក់ម្ទេសខ្មាំងលាយវាបង្កើនក្លិនអំបិលនឹងឲ្យឈ្ងុយហ្មងមិនបុកឲ្យម៉ត់ទេបុកឲ្យបែកប៉ុណ្ណឹងទៅបានហើយថែមអំបិលចូល3 ស្ព្រាបាយទៀតប៊ីចេង1 ស្ព្រាបាយស្ករស6 ស្ព្រាបាយយើងបុករហូតដល់តាបើម្ទេសហើយនឹងស្ករហ្នឹងវាលាយចូលគ្នាដល់ពេលចឹងទៅឃើញបើម្ទេសវាយើងតែល្អហ្មងហើយមួយទៀតម្ទេសខ្មែរចាក់ហល់បងប្អូនខូចម្ទេសច្រើនចាំមិនតែឈ្ងុយហើយញ៉ាំទៅលងឆ្ងាញ់ហ្មងវាហល់ឆ្ងាញ់បដ ாய் ម្ទេសហើយនឹងខ្ទឹមហ្នឹងយើងបុកអត់ឲ្យបែកខ្លាំងទេណាបងប្អូនកពិញរីរបស់យើងស្រង់ចេញមកអស់មកបងប្អូនឃើញអត់វាអត់មានឡើងពណ៌ខ្មៅពណ៌អីទេសូមនិយាយត្រង់នេះបន្តិចជួនណាបងប្អូនកពិញរីគេអាចត្រាំជាមួយនឹងម្សៅសដើម្បីកុំឲ្យវាពណ៌ខ្មៅអញ្ចឹងពេលទៅឃើញនឹងសស្គូហ្មងពេលដែលបានឃើញវីដេអូនេះឲ្យបងប្អូនជប់ប្រើម្សៅសទៅងាកមកប្រើអំបិលវិញវាល្អសម្រាប់សុខភាពតែខ្ញុំលក់កពិញរីកត្រាំហើយនិយាយទៅមកជូរក្លុកអីហ្នឹងតាំងពីទូចមកយើងចិត្តវាសាប់វាចឹងហើយយើងច្របាច់វាឲ្យរៀងពូបន្តិចបងប្អូននៅពេលដែលយើងយកទៅក្លុកជាមួយទឹកត្រីរបស់យើងទៅវាឆាប់ចូលជាតិល្អណាស់ពីថ្ងៃក៏នៅតែញ៉ាំបានដែរអានេះវិញយើងញ៉ាំភ្លាមយើងចិត្តវាស្ដាងចឹងទៅក្លុកភ្លាមចូលជាតិភ្លាមញ៉ាំបានភ្លាមឆ្ងាញ់ភ្លាមហ្មងគ្រឿងម្ជូរចេះយើងញ៉ាំឲ្យឆ្ងាញ់ញ៉ាំកំដរអារម្មណ៍យើងអប់សុកអីចឹងណាអញ្ចឹងបងប្អូនគួរតែគិតដល់សុខភាពអ្នកញ៉ាំតែអ្នកញ៉ាំសុខភាពល្អអាយុវែងគេធ្វើជាមួយយើងបានយូរវែងគ្រាមយៈនេះយើងយកមកល្មមមកត្រាំទឹកសិនលាងវាឲ្យស្អាតមកឲ្យវាអស់ជាតិប្រៃផងធំស្មោះល្អហ្មងណាចាប់បឹកតសៃមកមិនល្មមមកនិយាយទៅយើងចង់ញ៉ាំប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបងប្អូនគេយកក៏ដូចគ្នាដែរព្រោះថាយើងលាងទឹកហើយអញ្ចឹងអត់សូវប្រៃខ្លាំងទេបើទឹកត្រីរបស់យើងវិញទុកមកស្ទុះទៅកាន់តែចូលជាតិខ្លាំងហើយពណ៌ឡើងក្រហមស្អាតហ្មងក្លិនឈ្ងុយណាស់យើងដុសពីបបៃមកដាក់ច្បល់ជាមួយកពិញរីករបស់យើងហ្នឹងឲ្យវាសប់ចូលគ្នាដុសស្រោចឲ្យពីពេញហ្នឹងមកនេះអូយនិយាយទៅខ្ញុំមើលវីដេអូហ្នឹងហើយខ្ញុំឃ្លាន10 ដងក៏ត្រង់ថាខែនេះវាអត់តន់ពេញលេញសបោកពេញរាជតែពេលអញ្ចឹងចង់ទិញដល់កំងគេមុន2ថ្ងៃយើងចាប់បើម្ទេសមកបន្តិចមកក៏លុកចូលគ្នានេះវាយើងចង់ញ៉ាំហិលណាបើថាបងប្អូនអត់ចង់ញ៉ាំហិលទេមិនដាក់ក៏បានដែរលុកចូលគ្នានេះបើសិនយើងមានចាន់ដែកយើងក៏លុកហ្មងតែបើថាមានចាន់ដែកធំទេបងប្អូនច្បាច់វាចឹងណាច្បាច់វារៀងឲ្យចូលជាតិជាមួយនឹងទឹកត្រីហ្នឹងមួយនេះញ៉ាំភ្លាមអត់សូវឆ្ងាញ់ទេបើបានត្រាំ2 3 ម៉ោងទៅវាចាប់ផ្ដើមចូលជាតិអាហ្នឹងបានវាឆ្ងាញ់ហើយរឿងមួយបងប្អូនទុកបានមួយយប់
ទៀតរត់ទៅចូលជាតិមកពេញរាជចំណិតនេះយើងចាក់ទឹកត្រីចូលមកហ្មងម្នាក់រយបកាក្រៀមមកល្មមមកសរសៃនេះបងប្អូនចង់ដាក់ច្រើនក៏បានតិចក៏បានតាមការចូលចិត្តអំបិលម្ទេសបាត់ដំបងមិនតិចដែរទៅចូលចិត្តញ៉ាំហិលអញ្ចឹងយើងច្បល់ជោគមកជាការស្រេចអាចចំណិតហ្នឹងបងប្អូនច្បល់ឲ្យភ្លាមញ៉ាំបានភ្លាមហើយរសជាតិចាត់ជូរហ្នឹងដាក់ជាមួយគ្នាទៅកាន់តែឆ្ងាញ់បកកពេញរីសលៃក៏រត់តែអែមណាបងប្អូនតែសម្រាប់ខ្ញុំរសជាតិកពេញរីខ្មែរយើងចាត់ជូរតិចអូជាតិហ្មងត្រីនេះក្បួនម៉ាក់ខ្ញុំក៏ធ្វើលក់ផ្ទាល់ហ្មងប៉ុន្តែគាត់ថាជំនាន់មុនវាមានបកាយៈហើយនឹងទៅសៃមឹកហ្នឹងក្លុកជាមួយទឹកត្រីយើងចង់ញ៉ាំស្វាយឬចង់ញ៉ាំម្កាក់អីក៏បានដែរឬមួយបើចង់ញ៉ាំហឹរខ្លាំងអញ្ចឹងថែមតែហុយទៀតក្លុកយកអូជាតិយកទៅញ៉ាំអស់តែបើថាយើងចង់ញ៉ាំម្ជូរតាមបែបអភិជនអញ្ចឹងយើងថែមទៅសៃមឹកហើយបកាយៈអញ្ចឹងមកបការសជាតិឲ្យកាន់តែឆ្ងាញ់ប្លែកមួយបែបឃើញច្រើនចឹងបងប្អូនតែប៉ុន្តែញ៉ាំតែគ្នា 4-5 នាក់ហ្នឹងក៏អស់ដែរព្រោះថាយើងលាយមករសជាតិវាមកល្មមហ្មងក្លិនវិញក៏ឈ្ងុយហើយអត់សូវហឹរខ្លាំងទេបងប្អូនបើសិនយើងចង់ញ៉ាំហឹរអញ្ចឹងយើងអាចជ្រលក់អំបិលម្ទេសនៅខាងក្រៅទៀតបងប្អូនដែលចង់បង្កើតមុខរបរលក់ម្ជូរអីអាចមើលមុខនេះហើយយកទៅធ្វើបានលក់បានថ្លៃឆ្ងាញ់ហើយរសជាតិប្លែកហ្មងទឹកត្រីហ្នឹងយើងអាចក្លុកជាមួយម្ជូរគ្រប់មុខមិនត្រឹមតែកពេញរីកហ្នឹងទេបងប្អូនអាចយកទៅក្លុកជាមួយម្ជូរផ្សេងទៀតតាមការចូលចិត្តវីដេអូមួយនេះបើសិនជាផ្ដល់ជាប្រយោជន៍ដល់បងប្អូនណាកុំភ្លេចជួយ comment ប្រាប់មកវិញនៅខាងក្រោមវីដេអូនេះផងកុំភ្លេចចុចតាមដាន page ម្នាក់មួយផងណាបងប្អូនដើម្បីទទួលបានវីដេអូផ្សេងទៀតនិយាយច្រើនហើយឥឡូវបងប្អូននាំគ្នាមកមើលខ្ញុំភ្លក់ម្ជូរម្ដងនេះឃើញទេយើងស្រោចទឹកត្រីលើកពេញរីកចឹងមកឡងតំណងមែនតែចាប់មឹកសរសៃមកជ្រលក់លើកច្បូតចេញបន្តិចសិនមកហើយដាក់ចូលមាត់ងឹបខ្ញោករសជាតិពិតជាពិសេសមែនសរសៃមឹកក៏ជក់គ្រឿងបានល្អហើយកពេញរីរបស់យើងវិញម្ដុំណាក៏ខាំគ្រឿងមកឡើងជាប់គ្នាដែរកន្លុកមកចាអេនេះឆ្ងាញ់បេដាឆ្ងាញ់ហើយចាំមើលហាំក្របហាំ